បាតកោថៃឲ្យរាប់សន្លឹកឆ្នោតឡើងវិញក្រោយរកឃើញថងមួយមានភាពមិនប្រក្រតីពិតជាមានភាពមិនប្រក្រតីពិតមែនក្រុមបាតកោមកពីខេត្តផ្សេងគ្នាដែលតវ៉ាឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញក្រោយពួកគេបានរកឃើញថង់មួយដែលពោពេញទៅដោយខ្សែប្លាស្ទិកនៅខេត្តឈុនបុរីក្រុងបាងកកការប្រជុំដាក់គ្នាជុំវិញការបោះឆ្នោតដែលត្រូវបានទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងមណ្ឌលបោះឆ្នោតលេខ1ខេត្តឈុនបុរីបានបន្តកាន់តែក្តៅនាព្រឹកថ្ងៃច័ន្ទទី9ខែកុម្ភៈម្សិលមិញខណៈដែលអ្នកតវ៉ាមកពីខេត្តផាធំធានីនិងទីក្រុងបាងកកបានធ្វើការតវ៉ាឲ្យរាប់សន្លឹកឆ្នោតឡើងវិញក្រោយពួកគេបានរកឃើញថង់មួយពោពេញទៅដោយខ្សែប្លាស្ទិកក្រុមបាតកោបានលើកឡើងពីករណីដែលការរាប់សន្លឹកឆ្នោតត្រូវចាប់ផ្ដើមឡើងវិញនៅម៉ោងប្រហែលជា3ព្រឹកដើម្បីអះអាងថាការរាប់សន្លឹកឆ្នោតឡើងវិញនៅខេត្តឈុនបុរីបែបនេះគឺអាចធ្វើទៅបានតាមនីតិវិធីភាពតានតឹងបានកើនឡើងបន្ថែមទៀតបន្ទាប់ពីក្រុមបាតកោបាននិយាយថាពួកគេបានរកឃើញថង់មួយដែលពោពេញទៅដោយខ្សែប្លាស្ទិកនៅកន្លែងនោះដែលបង្កើនការសង្ស័យថាប្រអប់សន្លឹកឆ្នោតមួយចំនួនអាចត្រូវបានបើកមុនពេលរាប់ជាផ្លូវការក្រុមបាតកោក៏បានរាយការណ៍ផងដែរថាបានរកឃើញខ្សែចងដែលមានលេខមួយចំនួនធំមិនបានប្រើត្រាសុវត្ថិភាពស្តង់ដារដែលតម្រូវដោយគណៈកម្មការរៀបចំការបោះឆ្នោតផ្ទុយពីការអះអាងពីមុនរបស់មន្ត្រីថាខ្សែចងបានអស់ហើយខ្សែប្លាស្ទិកត្រូវបានប្រើជំនួសវិញถุงพลาสติกเนี่ยขึ้นมาแล้วก็พบว่ามีเทปผ้าทอที่ค่ะคุณผู้ชมคะล่าสุดแล้วประชาชนนะคะเจอกับเทปถ่ายคุณผู้ชมจำนวนมากเลยคุณผู้ชมล่างนะครับคุณผู้ชมเนื่องจากก่อนหน้านี้รปภบอกว่าไม่มีงบประมาณในการซื้อเทปถ่ายក្រុមបាតកោក៏បានបញ្ជាក់ផងដែរថាប្រអប់ឆ្នោតមិនត្រូវបានផ្សារភ្ជាប់ឲ្យបានត្រឹមត្រូវស្របតាមស្តង់ដារ EC ដែលពង្រឹងការចោទប្រកាន់អំពីភាពមិនប្រក្រតីពួកគេក៏បានលើកឡើងពីករណីនៃសន្លឹកឆ្នោតដែលបានបើករួចហើយមួយផ្នែកបន្ទាប់ពីការចរចាមន្ត្រីដែលរួមមានប្រធានស្រុកនិងប្រធានមណ្ឌលបោះឆ្នោតបានយល់ព្រមដកសន្លឹកឆ្នោតឡើងវិញប៉ុន្តែបាននិយាយថាពួកគេខ្វះសិទ្ធិអំណាចនៅក្នុងការបញ្ជាឲ្យរាប់សន្លឹកឆ្នោតឡើងវិញបើទោះបីជាយ៉ាងនេះក្តីក្រុមអ្នកតវ៉ានៅតែនៅកន្លែងកាត់ហេតុនិងបន្តទទូចឲ្យមានការរាប់ឡើងវិញដោយនិយាយថាការសង្ស័យលើចំនួនសន្លឹកឆ្នោតនិងការព្រួយបារម្ភអំពីតម្លាភាព